Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាទាក់ទងការ install Microsoft 2016 uninstall វាចោលឬក៏លុបវាចេញបន្ទាប់ពីលុបវាចេញហើយយើងចូលទៅកាន់ virus ទៅបិទវាឲ្យអស់អ្នកនរគ្នាយើងបិទឲ្យអស់ហើយបន្ទាប់មកយើងឆែកមើលអ៊ីនធឺណិតថាមានអត់អញ្ចឹងបន្ទាប់ពីនឹងហើយយើងចូលទៅកាន់ soft របស់យើង Microsoft 2017ប៉ុន្តែសម្រាប់ការ uninstall វាត្រូវរងចាំវារៀងយូរដែរអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយបន្ទាប់មកយើងចូលទៅកាន់ Microsoft 2017របស់យើងហ្នឹងយើងចុចទៅលើនោះមួយឬក៏ចុចមកស្ដាំដើម្បី run វាឲ្យដែរហ្នឹងហើយអ្នកនរគ្នាបន្ទាប់មករងចាំវារហូតដល់ចប់បានយើងចូលទៅកាន់ CMD ហ្នឹងគឺរបស់ខ្ញុំមានស្រាប់វាដូចជាប្រភេទ soft activate វាដើម្បីឲ្យវាស្គាល់ជាមួយនឹង key យើងឲ្យវាដើរ smooth ឲ្យវា full អីចឹងណាអ្នកនរគ្នាហ្នឹងហើយបន្ទាប់ពីអញ្ចឹងហើយខ្ញុំត្រូវចូលទៅកាន់CMD របស់ខ្ញុំហ្នឹងបន្ទាប់ពីយើងចុច open ក៏បានឬក៏មកស្ដាំក៏បានដែរតាមអ្នកនរគ្នាបន្ទាប់មកខ្ញុំចុចលេខ1បន្ទាប់ពីចុចលេខ1ហើយខ្ញុំចុចលេខ4ហើយបន្ទាប់មកខ្ញុំចុចលេខ4ទៀតអ្នកនរគ្នាពេលដែលចុចនោះព្យាយាមមើលអក្សរលើនឹងទៅគឺដាក់ប្រាប់ឲ្យថា online KMS activate Windows Software Microsoft Office អីចឹងអញ្ចឹងយើងព្យាយាមមើលនៅលើហ្នឹងមុននឹងយើងចុចហ្នឹងហើយបន្ទាប់ពីចុចលេខ4ហើយយើង select យកលេខ1មក activate Windows Software Microsoft Office sorry Office បន្ទាប់ពីចុចចឹងហើយយើងរងចាំវារហូតឲ្យវាដើរដល់ successful ហើយបន្ទាប់មកយើង enter បន្ទាប់ពី enter ហ្នឹងហើយយើងចូលទៅឆែកមើល Excel យើងថាវា full អត់វាមាន error កន្លែងណាមួយអត់អីចឹងណាអ្នកនរគ្នាពេលដែលវា run រហូតដល់ចប់អញ្ចឹងអ្នកនរគ្នាព្យាយាមឆែកមើល Excel របស់យើងហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកនរគ្នា